ខ្ញុំចង់ថារៀននៅសាលាជាឡៃបាក់កុងមុំឡានេះហើយថ្ងៃនេះអ្នកខ្ញុំមានរឿងខ្លះទាក់ទងអំពីសត្វព្រៃហើយថ្ងៃនេះអ្នកខ្ញុំនឹងយករឿងអំពីសត្វខ្លះដើម្បីជួយនិយាយឲ្យអ្នកទាំងអស់គ្នាបានយល់ដឹងនិងបានស្គាល់ទាំងអស់គ្នាហើយនេះគឺជាសត្វឆ្កែមួយប្រភេទដែលជាសត្វឆ្កែមាននៅប្រទេសកម្ពុជាយើងតែវាមានភាគតិចហើយនេះគឺជាសត្វឆ្កែមួយដែលវាមានសម្បុរច្រើនហើយនិងវាមានរោមក្រាស់ហើយគេក៏តែងតែហៅវាថាឆ្កែទឿឬក៏ឆ្កែបារាំងនេះគឺជារូបកូនទុនសាយមួយដែលនៅក្នុងព្រៃហើយទុនសាយគឺជាសត្វមួយប្រភេទដែលល្អហើយមានរូបរាងវាស្អាតខុសពីសត្វដទៃហើយវាមិនសូវមានពឹសវាមិនមានពឹសសាហាវនោះទេនេះគឺជាសត្វតោមួយប្រភេទដែលវានៅក្នុងតំបន់វាក្តៅមួយដែលវាស្ថិតនៅដោយលាក់ខ្លួនហើយវាក៏ជាសត្វតោមួយដែលព្រៃផ្សៃសាហាវបំផុតនៅប្រទេសផ្សេងៗដែរនេះគឺជារូបភាពសត្វខ្លាមួយសត្វខ្លានេះគឺជាសត្វខ្លាដែលបានបាត់ខ្លួនហើយគេក៏បានទៅរកវាហើយវាបានធ្វើចំណាំនៅក្នុងព្រៃហើយដោយការខ្លាចមនុស្សចាប់ដូច្នេះហើយវាត្រូវតែហោះវាខ្លួនសម្រង់នៅក្នុងព្រៃដោយការពារខ្លួនឯងហើយមួយទៀតនេះគឺជារូបឃ្មុំដែលមាននៅប្រទេសកម្ពុជាយើងហើយគេតែនិយមយកឃ្មុំទៅធ្វើម្សៅឬក៏ប្រភេទឬក៏ថ្នាំផ្សេងបានហើយទៅរបស់វាគឺមានសារៈសំខាន់ណាស់នៅប្រទេសយើងនេះជាសត្វត្រីមួយប្រភេទដែលវាមានពើសម្បត្តិក្រហមហើយវាជាសត្វត្រីមួយដែលតែងតែរស់នៅក្នុងសមុទ្រនៅនឹងប្រទេសផ្សេងនេះគឺជាសត្វពស់មួយដែលព្រៃផ្សៃហើយសាហាវព្រោះសត្វពស់វាមានជាតិពឹសយ៉ាងខ្លាំងអាចធ្វើឲ្យសត្វពស់ខ្លះក៏អាចធ្វើឲ្យមនុស្សយើងស្លាប់បានដល់មួយប្រភេទពេកដែរហើយដូច្នេះសូមផ្ដាំទៅអ្នកទាំងអស់គ្នាថាសូមពេលទៅណាមកណាសូមអ្នកទាំងអស់គ្នាពេលជាពិសេសគឺពេលជួបព្រៃត្រូវតែកាន់ផ្លែកូនឬកុំឲ្យកូនរត់ពេញវាពេញការហើយនឹងកុំដើរលេងយប់ហើយនឹងកុំចូលព្រៃពេលយប់ពីព្រោះអាចមានពស់ឬក៏កូនពស់ដែលយើងមើលមិនឃើញត្រូវបានវាចើហើយធ្វើឲ្យយើងស្លាប់ឬកាត់ដល់ជីវិតរបស់យើងផងដែរនេះគឺជាសត្វព្រៃនៅប្រទេសកម្ពុជាយើងដល់ដែរគេកំពុងតែអភិវឌ្ឍភារៈដើម្បីមើលថែដំណើរនេះឲ្យបានល្អដោយមិនឲ្យបាត់បង់ព្រោះវាគឺជាសត្វមួយដែលមានតាំងពីយូរលង់ណាស់ហើយក៏ជាសត្វមួយដែលមានមន្តភាពលទ្ធភាពមួយដែលខ្លាំងអាចធ្វើឲ្យប្រទេសយើងមានគេឈ្មោះល្បាញបីល្បាញពេលនេះនៅខ្ញុំចង់ចាំថាសូមអរគុណសូមជម្រាបលា